ក្តីសម័យនៅពីតូចខ្លាចជាការពិតហើយបងប្អូនចង់ធ្វើម្ហូបច្រើនដូចអ៊ីអ្នកលក់ធ្វើអីឲ្យគេញ៉ាំច្រើនហ្នឹងបងប្អូនណាខ្លាចអញ្ចឹងលេងប្លុកកាត់ស្លឹកឈើកាត់អីធ្វើអ្នកលក់ខ្ញុំតាំងពីមកនៅខ្មែររៀងបានសម្រេចពួកអីអ្នកផ្ទះច្រើនអញ្ចឹងបានធ្វើម្ហូបធ្វើអីដូចអ្នកលក់អញ្ចឹងកុហកសោះការពិតពូហេងទេមេចំភៅខ្ញុំកូនកបិតគេអ្នកអាំងតើថ្ងៃនេះពូហេងក៏ធ្វើសាច់គោសាច់មាន់ប្រឡាក់យកទៅអាំងប្រឡាក់បែបគាត់ឆ្ងាញ់មែនបងប្អូនប្រើម្សៅស្ករត្នោតមានទឹកស្អ៊ីវប្រេងខ្យងទឹកត្រីហើយទឹកម្ទេសប្រឡាក់ចូលគ្នាសពហើយគាត់ដាក់ជាមួយនឹងស្លឹកខ្ទឹមទៀតខ្ទឹមសកិននឹងដាក់ចូលផងដែរនិយាយពីថាឈ្ងុយឆ្ងាញ់ប្លែកមែនតើក្តីសម័យបងប្អូនណាដូចខ្ញុំអត់ចង់ខ្លាចជាដូចអ្នកលក់យងធ្វើអីច្រើនលឿនដាក់ចានអីឲ្យគេញ៉ាំមកនៅអាល្លឺម៉ង់ក្តីសុកដែរតែធ្វើតិចពេកយើងគ្នាតែ2នាក់ដល់ពេលមកខ្មែរបានធ្វើម្ហូបច្រើនចេះខ្ញុំសប្បាយហ្មងមានអារម្មណ៍ទៅដូចខ្លួនឯងកំពុងលេងប្លុកឬក៏យើងកំពុងតែដើរតួជាអ៊ីអ្នកលក់អីអញ្ចឹងណានិយាយទៅចង់ខ្លាចខ្លួនឯងអាយុឡើង20 30ឥឡូវហើយនិយាយដូចកូនក្មេងតែបងអ្នកចូលចិត្តធ្វើម្ហូបចូលចិត្តធ្វើឲ្យគេញ៉ាំឃើញគេញ៉ាំមានក្តីសុខនឹងបានយល់អារម្មណ៍មួយនឹងច្បាស់ខ្ញុំថ្ងៃនេះអញ្ចឹងមានភ្ញៀវ2ក្រុមហើយរៀបបាយឲ្យម៉ាក់ឲ្យប៉ានៅក្នុងផ្ទះហើយមានមិត្តភក្តិមកលេងនៅខាងក្រៅមួយក្រុមទៀតអញ្ចឹងហើយត្រូវតែញាប់ដៃញាប់ជើងដូចអ៊ីអ្នកលក់អញ្ចឹងម្ហូបចេញម្ដងគឺ2ចាន3ចានហើយមានមុខណាពីមុខអាំងសាច់ឆ្អិនហើយឥឡូវរៀបចំចំហុយត្រីមួយមុខទៀតខ្ញុំអត់មានប្រដាប់ចំហុយចឹងខ្ញុំដុតលើខ្ទះបងប្អូនយើងដាក់ស្ពៃបកគោពីក្រោមទៅត្រីក្រហមនឹងមកហើយខ្ញុំចាក់ទឹកចូលបន្តិចផងដែររួចយើងគ្របចំហុយឲ្យត្រីនឹងឆ្អិនយើងមានបុកទឹកត្រីកោះកុងក្រៅដើម្បីស្រោចពីលើคล้ายទៅជាត្រីចំហុយក្រូចឆ្មាងាយស្រួលហើយឆ្ងាញ់បងប្អូនដែលចូលចិត្តត្រីត្រូវហើយជូរហឹលហ្មងឥឡូវឆ្អិនមួយមុខទៀតហើយបើឲ្យថតវែងដឹងម៉ានទីទេបងប្អូនអើយចាប់ផ្ដើមដួសដាក់ទៅតុកភ្ញៀវពិសេសមុនសិនគឺម៉ាក់នឹងប៉ាហើយធ្វើម្ហូបឲ្យមុននឹងញ៉ាំបាយកុំឲ្យស្អុះស្អាប់នេះពីអ្នកបងម៉ាយចូលក្នុងបន្ទប់មែនតែមួយទឹកឯណាគឺមកជូតឃ្លៀកដោយសារអីបកកាយណារឿងបែកញើសឃ្លៀកស្រីយើងខ្លះក៏អញ្ចឹងប្រុសនឹងក៏អញ្ចឹងដែរក្លិនខ្លួននឹងគឺសំខាន់ណាខ្ញុំតាំងពីមានកដាស់ត្រជាក់ជូតឃ្លៀកលបបលមកគឺងាយស្រួលខ្លាំងមែនតែនដោយសារអីគឺជួយយើងបានច្រើនវាក្លិនក្អូប fresh ជួយបំបត្តិបែកញើសឃ្លៀកធ្វើយើងស្រស់ស្រាយបាន7 8ម៉ោងកាត់បន្ថយក្លិនខ្លួនហើយកាត់បន្ថយដុំពោកទៀតចេញក្រៅធ្វើការងារធ្វើអីហត់បែកញើសខ្លួនអីបងប្អូនគួរតែទិញសាកប្រើមកប្រអប់តែ$5ទេ Facebook បងម្ចាស់ brand ខ្ញុំដាក់ជូនបងប្អូនមិនថាទិញរីឬទិញដុំទេតាក់ទងទៅគាត់បានព្រោះទៅមិនឃើញគាត់មួយនឹងឯងចេញលក់មួយកដាស់ត្រជាក់ជូតឃ្លៀកណាគឺថាអូយល្អមែនតែនមកយើងក្រោយជូតខ្លួនហើយគឺយើង fresh បាត់ហើយនេះចេញមកញ៉ាំបាយសប្បាយរីករាយវិញធម្មតាតែអាពេលយើងធ្វើម្ហូបបែកញើសហ្នឹងគឺស្អុះស្អាប់គ្មានស្រួលខ្លួនទេបងប្អូនអញ្ចឹងបានថាសំខាន់ណាអារម្មណ៍ស្រស់ស្រាយធ្វើអីក៏សប្បាយញ៉ាំអីក៏ឆ្ងាញ់ដែរដូចថ្ងៃនេះអញ្ចឹងខ្ញុំថតតែប៉ុណ្្នឹងឯងការពិតញ៉ាំបាយមួយប៉ែហើយចេញទៅក្រៅជុំមិត្តភក្តិមួយក្រុមទៀតវីដេអូថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងឯងបងប្អូនចាំជួបគ្នាវីដេអូក្រោយ